សូមជម្រាបសួរបងប្អូនអរគ្នាក្នុងវីដេអូនេះខ្ញុំបង្ហាញរបៀបដាក់ license កម្មវិធី Microsoft Office Word Excel PowerPoint ឆ្នាំ2021ជូនអតិថិជនរបស់យើងដែលគាត់មានបញ្ហាកម្មវិធី expire អត់មាន license អញ្ចឹងដើម្បីដាក់ license បានដំបូងយើងត្រូវបើកកម្មវិធី Word សិនមកហើយនៅពេលដែលបងប្អូនបើកហើយឃើញទម្រង់បែបនេះបងប្អូនគាត់ចុចពាក្យ accept សិនណាពាក្យ accept សិនទៅហើយត្រង់ចំណុចនេះចុច close បន្ទាប់មកយើងចុចខ្វែងចុចបិទវាហើយបងប្អូនមើលកន្លែងពាក្យ account ហើយមើលស្ដាំដៃយើងចុចលើពាក្យ change ដាក់ key ទៅហើយបន្ទាប់មកយើង copy license មកហើយយើងpaste license ចូលយើងចុច control V នៅលើ keyboard ទៅដើម្បី paste license ចូលហើយបន្ទាប់មកទៀតបងប្អូនមើលខាងក្រោមហ្នឹងកន្លែងពាក្យ activate office ហើយយើងគ្រាន់តែចុចលើពាក្យ activate office ទៅហើយជំហានបន្ទាប់មកទៀតយើងបិទកម្មវិធី Word សិនហើយបន្ទាប់មកយើងបើកសារថ្មីហើយត្រង់ចំណុចនេះបងប្អូនធ្វើយើងលើគេបន្ទាប់មកយើងចុច next ទៅហើយបើសិនជាឃើញតម្រងបែបនេះមានថា license យើងវាដំណើរការអញ្ចឹងយើងអាចប្រើប្រាស់កម្មវិធី Word Excel ឬក៏ PowerPoint នឹងបានហើយបងប្អូនគ្រាន់តែចុចបិទវាទៅចុចបិទទាំង window នឹងហើយបងប្អូនអាចចូលមក check មើលនៅកន្លែងaccount ពាក្យ account សារថ្មីម្ដងទៀតហើយបើឃើញ product activated អាហ្នឹងមានន័យថាកម្មវិធីយើងអាចប្រើប្រាស់បានហើយអញ្ចឹងតាក់ទង license ការដាក់ license ហ្នឹងវាដដែលទេហើយបងប្អូនដែលគាត់មានបញ្ហាឬក៏មានចម្ងល់តាក់ទងនឹង license បងប្អូនអាចធ្វើការតាក់ទងមកកាន់ពួកយើងបានណាសម្រាប់ license ជាភេទ license ដែលអាចប្រើបានរហូតអញ្ចឹងបងប្អូនអាចយកទៅប្រើដោយទំនុកចិត្តបានហើយពួកយើងក៏មានការធានាជូនផងដែរសម្រាប់ license ហើយសម្រាប់ license មួយហ្នឹងគឺយើងអាចប្រើបានទាំងកម្មវិធី Word ទាំងកម្មវិធី Excel ទាំងកម្មវិធី PowerPoint ហើយរួមទាំងកម្មវិធី Outlook អញ្ចឹងបងប្អូនអាចយកទៅប្រើបានដោយទំនុកចិត្តហើយយើងមានការធានាជូនត្រឹមត្រូវអញ្ចឹងណា